អំណាចនៃការតាំងចិត្តមនុស្សគ្រប់រូបជាទូទៅដើម្បីសម្រេចបាននូវកិច្ចការអ្វីមួយទទួលបានជោគជ័យគឺត្រូវមានការតាំងចិត្តខ្ពស់ការតាំងចិត្តនេះរមែងនាំឲ្យមានជ័យជំនះជាក់ស្ដែងនៅក្នុងរឿងគីង្គក់និងតាព្រំបានបង្ហាញអំពីការតាំងចិត្តរបស់ពួកមណ្ឌុកសត្វទៅតតាំងជាមួយនឹងតាព្រំដោយហេតុនៅលើផែនដីមានគ្រោះទុរភិក្សរីងរាំងហួតហែងព្រោះទេវតាមិនបង្អុរភ្លៀងឲ្យចុងបញ្ចប់នៃរឿងបានបង្ហាញឲ្យឃើញថាពួកមណ្ឌុកសត្វទាំងនោះមានកង្កែបហ៊ីងគីង្គក់ជាដើមបានយកឈ្នះលើតាព្រំបានដោយសារការតាំងចិត្តនិងសេចក្តីព្យាយាមគ្រប់មនុស្សទាំងអស់បើមានការតាំងចិត្តគឺតែងតែយកឈ្នះលើអ្វីទាំងអស់ទោះបីជាមនុស្សប្រភេទណាក៏ដោយល្អអាក្រក់សខ្មៅឬជាមនុស្សពូកែអ៊ីនខ្មៅយ៉ាងណាក៏ដោយជាក់ស្ដែងដោយមានសុភាសិតខ្មែរមួយបានពោលថាមើលកេះឆ្នាំងបាយធ្លុះនៅក្នុងន័យខាងលើនេះលោកពោលសង្កត់ទៅលើមនុស្សដែលមានសភាពទុយមុយមើលរយទុំមិនបក់មនុស្សបែបនេះច្រើនតែជាមនុស្សលាក់ពុតត្បុតគំនិតខិលខូចកាលណាមានអ្នកភ័ន្តច្រឡំយល់ថាជាមនុស្សមានសិលធម៌ប្រកាសជាខកចិត្តឬខកបំណងមិនខានហើយនេះហើយបានជាមានពាក្យស្លោកមួយទៀតបានចែងថាមើលធ្វើមុខរៀបរំទុំកេះគៀវក្រមុំក្នុងទីស្ងាត់ឆ្នាំងបាយក៏កាយយកទៅបាត់ធ្លុះធ្លីប្រយ័ត្នមនុស្សធននឹងប៉ុន្តែបើយើងក្រឡេកមើលនៃធៀបមួយផ្នែកទៀតបានបង្ហាញអំពីមនុស្សដែលមានភាពអៀនខ្មាស់ច្រើនមិនសូវមាត់មិនសូវកឬហៅថាមនុស្សមើលនេះកាលណាពួកគេតាំងចិត្តធ្វើអ្វីមួយដោយអស់អំពីចិត្តរមែងទទួលបានផ្លែផ្កាយ៉ាងអស្ចារ្យជាការពិតណាស់បើក្រឡេកមកមើលអំពីជីវិតគ្រីស្ទបរិស័ទយើងវិញយើងមិនមែនមានតែការតាំងចិត្តដែលជាកម្លាំងជំរុញពីខាងក្នុងដើម្បីសម្រេចនូវកិច្ចការណាមួយឡើយតែយើងមានព្រះមួយអង្គទៀតដែលជាកម្លាំងដ៏មហិមានៅចាំជួយជ្រោមជ្រែងយើងជាប្រចាំព្រះគម្ពីរភីលីបចំពោះ4ខ13បានពោលថាខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំខនេះមិនមែនគ្រាន់តែជាពាក្យលើកទឹកចិត្តប៉ុណ្ណោះទេប៉ុន្តែក៏ជាអំណាចដែលយើងអាចពឹងអាងបានជាក់ស្ដែងកុមារាដាវីតនៅក្នុងវ័យ17ឆ្នាំមានកម្លាំងមហិមាអាចហែកសត្វសិង្ហបានអាចយកឈ្នះលើយក្សកូលីយ៉ាតបានយ៉ាងងាយស្រួលដោយសារការតាំងចិត្តនិងសេចក្តីជំនឿរបស់គេចំណែកលោកប៉ូលដែលជាសាវករបស់ព្រះយេស៊ូវវិញដោយអំណាចនៃព្រះជាម្ចាស់និងការតាំងចិត្តរបស់គាត់ក្នុងការបំពេញពន្ធកិច្ចផ្សាយដំណឹងល្អថ្វាយព្រះជាម្ចាស់ភារកិច្ចរបស់លោកបានបញ្ចប់ដោយផ្លែផ្កាយ៉ាងធំធេងក្រុមជំនុំជាច្រើនបានចាប់កំណើតឡើងមនុស្សជាច្រើនចិត្តសាសបានទទួលជឿលើព្រះយេស៊ូវគ្រីស្ទបងប្អូនជាទីស្រឡាញ់ដើម្បីសម្រេចបាននូវកិច្ចការណាមួយគឺទាមទារនូវការតាំងចិត្តខ្ពស់បូករួមនឹងសេចក្តីជំនឿដ៏រឹងមាំផងដែរចូលជឿទុកចិត្តព្រះអង្គហើយដាក់តម្រង់ទៅរកគោលដៅដោយការតាំងចិត្តខ្ពស់នោះនឹងមិនខកបំណងឡើយ